ជំរាបសួរនិងសួស្តីបងប្អូនប្រិយមិត្តទស្សនិកជនទាំងអស់គ្នាដែលចូលចិត្តនឹងតាមដានកីឡាសម្រាប់វីដេអូនៅក្នុងថ្ងៃនេះ admin មានការប្រកួតបាល់ទាត់នៅពានរង្វាន់លីកកំពូលអឺរ៉ុបចំនួន3គូមកជជែកលេងគ្នាជាមួយបងប្អូនហើយក៏ធ្វើការខន្តីអបិទោសសម្រាប់ការពីម្សិលមួយថ្ងៃអូយវិភាគលេង3គូងាប់ទាំង3គូតែមិនអីទេថ្ងៃនេះសូមធ្វើការកែខ្លួនម្ដងទៀតណាសម្រាប់3គូនៅខាងលើនេះបងប្អូនគិតថាលទ្ធផលនឹងបញ្ចប់ទៅដោយប្រមាណទល់នឹងប្រមាណបងប្អូនកុំភ្លេច comment លេងកំសាន្តនៅក្នុងវីដេអូមួយនេះជាមួយនឹងខ្ញុំ MC គង់ទាំងអស់គ្នាឬក៏បងប្អូនចង់ចូលរួមទូទាត់កំសាន្តនៅក្នុងក្រុម AKFC Sportive អូខេបងប្អូនអាចធ្វើការ join តាមរយៈ link នៅក្រោម profile ទាំងអស់គ្នាណាបងប្អូនណាអូខេតោះកុំឲ្យខាតពេលវេលាសម្រាប់គូទី1នៅក្នុងបដិសេកាអាល្លឺម៉ង់រវាងក្រុមនំប៉័ងបាយ័នម៉ាណិចត្រូវជួបជាមួយនឹង Borussia Mönchengladbach សម្រាប់គូនេះ admin គិតថាគ្រាប់ដែលម្ចាស់ផ្ទះឲ្យនឹងវារៀងច្រើនបន្តិចដូច្នេះ admin គិតថាគូនេះអាចនឹងចប់ទៅដោយលទ្ធផល3-1 ឬក៏2-1សម្រាប់បាយ័នម៉ាណិចចំណែកឯគូទី2នៅលីកកំពូលរបស់អ៊ីតាលី Calcio Serie A រវាង Napoli ជួបជាមួយនឹង Torino សម្រាប់គូនេះ admin ក៏គិតថាម្ចាស់ផ្ទះផ្ដល់ឲ្យការៀនខ្ពស់ដែរគូនេះ admin គិតថាម្ចាស់ផ្ទះអាចឈ្នះយ៉ាងច្រើន 1-0 ឬក៏2-1ចំណែកឯគូបញ្ចប់នៅក្នុងវីដេអូមួយនេះនៅក្នុងលីកអងរបស់បារាំងរវាង Paris Saint-Germain ជួបជាមួយនឹង AS Monaco សម្រាប់ក្រុមទាំងពីរទៅជួបគ្នាពីប្រកួតជាប់គ្នាទេតែក្នុងនោះការនៅក្នុងទឹកដី Monaco នៅ Champions League ហ្នឹងក៏ Paris ឈ្នះហើយត្រឡប់មកទឹកដីរបស់ Paris ក៏ Paris ឈ្នះដែរក៏ប៉ុន្តែការផ្ដល់គ្រាប់ហ្នឹងវាអត់ដាច់ដូច្នេះក៏ admin គិតដូចរាល់ដងដែរជំនិចគិតថា Paris អាចឈ្នះទៅលើ Monaco 2-1 ឬក៏ 3-2 ដែរហើយសម្រាប់បងប្អូនគិតថាលទ្ធផលដូចទៅដែល admin គិតដែរឬយ៉ាងណាអាច comment លេងក្នុងវីដេអូមួយនេះឬបើចង់ comment ទូទាត់កំសាន្តលទ្ធផលផ្សេងៗជាមួយនឹងខ្ញុំ admin កុំភ្លេច join តាមរយៈ link នៅក្រោម profile របស់គ្នាហើយកុំភ្លេចចុច like ចុច share វីដេអូមួយនេះផងជួបគ្នានៅវីដេអូក្រោយបាយ